chỉ vật cu hay là cu chỉ vật khóc này nữa là ngày cu đôi kia còn được rằng là ta dần dồn này rằng là chỉ vật cú bạn ta chỉ vật với người miền cu là ngày cu pi nè năng chẳng tới việc chỉ thầm đa chẳng tới miền pi nè chẳng tới là ngày bàn tay đọc cu chỉ vật nè là ngày cu chỉ vật vật ở sang xa chẳng đấy đóอย่างណាក៏ដូចជាលោកតាលោកយាយយើងលោកតាមនលោកយាយយ៉ានហ្នឹងហើយនេះគូជីវិតហ្នឹងហើយអំពីរៀបពេលពីពេលមកទៅក៏ស្ថិតនៅជាមួយគ្នានឹងចឹងទៅមិនមែនចេះតែចង់នៅអីទៅនៅបានងាយទេព្រោះបញ្ហាជីវិតណាហ្នឹងហើយកូនចៅរៀបការរួចទៅដល់បានទទួលជ្រាបម្ដងតិចហើយហ្នឹងហើយវាមានបញ្ហាក្នុងជីវិតហ្នឹងឯងចិត្តដែលយើងស្រឡាញ់ហ្នឹងក៏វារសាយទៅហ្នឹងឯងតើតែយើងដាក់មេត្តាករុណាមកជំនួសវិញហ្នឹងឯងយើងមិនទៅហួងហែងអីទេអាស្រឡាញ់គ្នាដោយលោភៈដោយរាគៈអីហ្នឹងណារសាយអីទៅចោលឲ្យតែដាក់មេត្តាមកវិញមកល្អហ្នឹងឯងនៅជាមួយគ្នាទៅហើយសមសទ្ធាសមសីលាសមចាគាសមបញ្ញាទៅហ្នឹងឯងមានសទ្ធាសិលចាគៈបញ្ញាជាមួយគ្នាចឹងទៅនៅមួយគ្នាណាគ្រប់គ្រងកក់ដៅដល់កូនដល់ចៅចឹងទៅហ្នឹងឯងពីព្រោះរឿងការដែលយើងត្រេកអររីករាយសែបសោយកាមគុណហ្នឹងយើងគ្រាន់តែចាំទុកក្នុងចិត្តថាវាគ្មានអីមួយសម្រាប់ឲ្យយើងឆ្អែតឆ្អន់ទៅទេសម្បត្តិក្នុងโลกហ្នឹងណាទោះជាបានភ្នំមាសពីមកក៏វាមិនអាចឲ្យយើងស្កប់ដែររឿងវត្ថុកាមគុណហ្នឹងវាអត់មានស្អីមួយឲ្យយើងចេះឆ្អែតចេះស្កប់ឯងទេតើយើងមានសន្តោសយ៉ាងដូចជាភរិយាស្វាមីហ្នឹងតើយើងអធិដ្ឋានធัวសន្តោសហ្នឹងហ្មងតែយើងចេះតែបដោយតាមចង់ទៅវាមិនគ្រប់គ្រាន់ទេប្រមាណក៏មិនគ្រប់ដែរហ្នឹងហើយរឿងកាមគុណហ្នឹងរឹតតែស៊ីរឹតតែឃ្លានរឹតតែបានរឹតតែមិនគ្រប់ហ្នឹងហើយមើលបបាទបសេនតិកោសលអីហ្នឹងព្រះអង្គបានទទួលសិតតែជ្រើសរើសបវរកញ្ញាក្នុងសាវត្ថីពីមគ្គធៈពីនគរដតីមករាប់រយនាក់ហ្នឹងហើយត្រឹមតែកូនអាយុប្រហែលគ្នាហ្នឹងបើមើលផតៈវគ្គយៈ30អង្គអីហ្នឹងបុត្របាទបសេនតិហ្នឹងហើយមេត្តាផ្សេងគ្នាហ្នឹងឧបនិស្ស័យបានសម្រេចអេហេវិខោហើយព្រះរហ័តទៀតណាហ្នឹងហើយតែលើកពីបបៃតាបាទបសេនតិហ្នឹងគូកំសត់ដែរណាតែកើតតន់ព្រះអង្គទ្រង់បហប្រតិអនុគ្រោះចូលគាល់ពេលណាក៏បានហ្នឹងហើយប៉ុន្តែអត់អាចរក្សាសិលបានតែបាទបសេនតិហើយតមកវិឌូដភៈហ្នឹងក៏អញ្ចឹងក៏ជីវិតកើតជួបនឹងព្រះពុទ្ធអង្គឲ្យតឡាំងហ្នឹងហើយមិនអាចរក្សាសិល5បានក្នុងជីវិតបាទបសេនតិអីហ្នឹងមើលមុននឹងសោយប្រតិវង្គតហ្នឹងមានបហប្រតិរលរៀលដៅកាហាយត្រង់ដែលវិឌូដភៈដណ្ដើមរាជហ្នឹងហើយក៏ទៅរੂពឹងពាក់បាទជាសតោដើម្បីលើកតបមកដណ្ដើមរាជវិញបច្ចុប្បន្ន80ហើយហ្នឹងហើយក៏សោយប្រតិវង្គតទៅទាំងដៅកាហាយក្នុងប្រតិហ្នឹងហើយហ្នឹងក្នុងថ្ងៃហ្នឹងបរិជានៅបរិជាវាំងអត់បានទេណាហ្នឹងណាថាចង់បានរាជសម្បត្តិរហូតដល់ទៅធ្វើឃាតប្របីតាបាទអាជាតិសតោហ្នឹងអង្គដតីអីហ្នឹងធ្វើឃាតប្របីតាដើម្បីដណ្ដើមរាជហ្នឹងហើយតែប្របាទបសេនតិណាមានរាជសម្បត្តិហើយនៅមិនសុខជាមួយបរិជាវាំងហើយមើលយើងសង្ឃឹមអីឥឡូវហ្នឹងហើយនៅក្នុងបរិយាវាំងអត់សពនឹកព្រះនាងម៉ាលិកាដែលអស់វិជនទៅថ្មីហ្នឹងហើយដៅកាហាយប្រតិក្នុងការចាត់ចែងលួចធ្វើឃាតវិឌូណែពុន្ធលក្ខសេនាបតី
ដែលជាមិត្តសម្លាញ់ស្មោះស្ម័គ្ររៀនសាលាជាមួយគ្នាតាំងពីបរិយាកុមារមកណាចាំងការញុះញង់របស់អ្នកដតីហ្នឹងឯងហើយគ្រាន់តែលើកពីបហប្រតិណាគឺថានៅមិនសុខហើយមុននឹងបន្តិចហ្នឹងប្រពេតព្រះនគរទៅឃើញស្ត្រីម្នាក់អើតាមបង្អួចមកមានបហប្រតិប្រតិពតឲ្យគេទៅសើបមើលទៅថាគេទៅរៀបការហើយមានប្តីហើយមិនរងាប់បតីទៀតឲ្យប្តីគេចូលមកធ្វើការក្នុងព្រះរាជវាំងដើម្បីចាប់ទោសបហាជីវិតគេដើម្បីដណ្ដើមប្រពន្ធគេអានឹងគ្រាន់តែលើកឲ្យឃើញថាអគ្គមហេសីហ្នឹងឯងព្រះអង្គពេលធ្វើសង្គ្រាមមួយបាទអាជាតិសតុចង់ដណ្ដើមដែនកាសីមកវិញហ្នឹងព្រះអង្គបច្ចុប្បន្ន72ហើយណាចឹងហ្នឹងហើយបងប្របាទពេមវិសា5ឆ្នាំបាទពេមវិសាសោយរាជសម្បត្តិបច្ចុប្បន្ន15សោយរាជបាន16ឆ្នាំបច្ចុប្បន្ន31សម្រាប់សោតាបត្តផលបានសោតាបត្តផលក្នុងរាជសម្បត្តិ36ឆ្នាំទៀតទៅជាបច្ចុប្បន្ន67សោយពតិវង្គតប្របាទបសេនតិជាបងថ្លៃហ្នឹងបច្ចុប្បន្ន72ហ្នឹងហើយមិនស្ងប់បតីចង់ទៅដណ្ដើមដែនកាសីអំពីបាទអាជាតិសតកមកវិញព្រោះអានឹងសម្បត្តិប្របីតាទេចងដៃពនាងវេទេហើយដែលលើកឲ្យបាទពេមិសាហ្នឹងហើយពនាងវេទេហើយហ្នឹងរីងរៃរ៉ាំរៃតាមប្របាទពេមិសាដែលសោយពតិវង្គតទៅហ្នឹងខ្ទុំបានសោយបានក៏អស់បជនទៅហ្នឹងបាទបសេនតិមួម៉ៅទៅធ្វើសង្គ្រាមហ្នឹងដើម្បីដណ្ដើមដែនកាសីហ្នឹងណាហើយមកពេលធ្វើសង្គ្រាមនឹងឯងដែលបានពនាងមលិកាអាយុ16ឆ្នាំបាទបសេនតិបច្ចុប្បន្ន72ហ្នឹងហើយដែលមកស្រឡាញ់ប្រពន្ធគេហ្នឹងមានចិត្តប្រតិបត្តិហ្នឹងគឺបានពនាងមលិកាហ្នឹងហើយស្រីស្នំរាប់រយអ្នកទៅទៀតអាហ្នឹងគ្រាន់តែចង់លើកឲ្យឃើញថាចិត្តវាអត់គ្រប់វាអត់ឆ្អែតវាអញ្ចឹងឯងអាហ្នឹងគ្រាន់តែលើកដើម្បីថាឲ្យកូនចៅហ្នឹងឯងបានចងចាំទុកអញ្ចឹងទៅហ្នឹងគឺឲ្យយើងបានរក្សាជីវិតរបស់យើងក្នុងពេលវេលាដែលយើងនៅជាមួយនឹងភរិយាស្វាមីហ្នឹងឲ្យបានជាគូជីវិតគូវត្តសង្សាររហូតដល់ព្រះនិព្វានដូចជាបេពលិមេនុផតៈកាបេឡានីអីចឹងណាហ្នឹងហើយគូជាមួយគ្នាសែនកាប់មកកើតមកជួបគ្នាភរិយាស្វាមីរហូតមកជាតិចុងក្រោយកោសក់ឲ្យគ្នាស្លៀកដណ្ដប់ពុទ្ធកាសាវៈចេញមកបួសជាមួយគ្នាសម្រាប់ព្រះរហ័តបរិនិព្វានជាមួយគ្នាអញ្ចឹងទៅហ្នឹងឯងឲ្យយើងបានដើរផ្លូវនៃសេចក្តីសុខហ្នឹងឯងក្នុងលោកហ្នឹងគ្រាន់តែថាយើងពឹងពាក់ពំនាក់អាស្រ័យគ្នាដោយថាយើងចាប់ដៃគ្នាសមសទ្ធាសមសីលាមានសទ្ធាមានសិលជាមួយគ្នាបរិច្ចាគធ្វើទានជាមួយគ្នាមានបញ្ញាចេះនិយាយត្រូវគ្នាសមាទិដ្ឋិក្នុងបរតនត្រ័យអញ្ចឹងទៅសមាទិដ្ឋិកម្មសកតាសមាទិដ្ឋិដឹងពីដំណើរជីវិតព្រឹត្តទៅតាមកម្មនឹងជាមួយគ្នាអញ្ចឹងទៅនឹងឯងប៉ុន្តែយើងក៏មិនអាចនឹងថាជួយគ្នាឲ្យរួចពីជាតិជារៀបជាធិមរណៈក្តីសោកក្តីសៅមងបានទេសិតតែជាអ្នកមានជាតិជាបច្ច័យមកទាំងអស់ទាំងគ្នាអញ្ចឹងតែយើងបានជួបនឹងពុទ្ធសាសនាហ្នឹងឯងជាភរិយាស្វាមីមែនដូចអ្នកកលៈមេត្តាអ្នកកលៈបៃតាអីចឹងទៅបើថាប្រាថ្នាឲ្យជួបគ្នាកុំឲ្យលំបាកនឹងរស់អ្នកណាផ្សេងទៀតតោះអធិស្ឋានគ្នាយើងចូលចិត្តធ្វើបន់គាត់មិនចូលចិត្តអីចឹងវាលំបាកក្នុងជីវិតហ្នឹងឯងឥឡូវបានជាយើងត្រូវរើគ្នាអញ្ចឹងហើយជួបគ្នាអញ្ចឹងទៅយើងមិនទៅដូចថាបានពឹងអីនៅក្នុងលោកហ្នឹងឲ្យជាសុខទៀងទាត់អីទៅទេសុខមួយផ្លេតវាប្រែប្រួលទៅទេអញ្ចឹងទៅយើងទៅរកព្រះនិព្វានវិញដែលជាបរមសុខនេះហ្នឹងឯងអញ្ចឹងគឺគ្រាន់តែថាយើង
ប្រព្រឹត្តទៅដោយសមសទ្ធាសមសីលាសមចាគៈសមបញ្ញាសមប្រែតែស្មើណានឹងឯងមានសទ្ធាសិលចាគៈបញ្ញាស្មើគ្នាអញ្ចឹងទៅហើយទៅរកពឹងព្រះនិព្វានជាសម្បត្តិរៀងខ្លួនទាំងនឹងឯងគឺការកាត់វត្តដាក់រៀងខ្លួននឹងសម្បត្តិព្រះនិព្វានបានយើងមានទីពឹងរួចផុតអំពីជាតិជារៀបជាធិមរណៈនឹងឯងចឹង